នេះគឺជាវិធីផ្សំដើមក្រូចឆ្មាឬក៏ដើមតបែកអីបានបាទទីនេះគឺមិនត្រូវការឧបករណ៍អីច្រើនទេគ្រាន់តែមានដបទឹកក្រូចឬកំប៉ុងទឹកសុទ្ធបាទមានខ្សែក្បិតអីយើងទៅយើងអាចធ្វើបានហើយបាទអញ្ចឹងខ្ញុំមករៀបរាប់តាក់ទងជាមួយនឹងការផ្សំឬការបំបែកពូជហ្នឹងតាមរយៈវិធីយកដបទឹកក្រូចឬក៏ដបទឹកសុទ្ធហ្នឹងយកមកធ្វើជាបានជំហានដំបូងគឺពុកម៉ែបងប្អូនត្រូវមានដបទឹកសុទ្ធបាទឬក៏ដបទឹកក្រូចហ្នឹងប៉ុណ្ណឹងមួយមកហើយយើងពុះខ្វៀលវាឲ្យដាច់ជាពីរក៏បានដែរប៉ុន្តែគាត់ថាខ្ញុំទុកចេះនៅពេលដែលដើមខ្លះវាអត់មានអីត្រូពីក្រោមទេអញ្ចឹងយើងត្រូវចាំបាច់ទុកអាកនេះចងខ្សែទៅកុំឲ្យវារូលធ្លាក់មកខាងក្រោមកាលណាតែវារូលធ្លាក់មកខាងក្រោមវាអត់ចេញឬទេអញ្ចឹងទីមួយគឺមានដបហ្នឹងហើយយកក្បិតមកខ្វៀលអញ្ចឹងមកកាត់ឲ្យដូចខ្ញុំអញ្ចឹងមកបាទហើយមានខ្សែវាអញ្ចឹងមកបន្ទាប់មកទៀតពុកម៉ែបងប្អូនចាំបាច់ត្រូវមានកត្រៃឬក៏ក្បិតដែលអាចស្គៀលបាទដើមមេឃពូជយើងហ្នឹងចេញជាពីរប្រហែលជាកន្លះថ្នាំងដៃអានេះមួយទឹកប្រហែលជាមួយទឹកបាទអញ្ចឹងយើងយកមេឃមកជាហៀងមកបាទដាក់ចូលក្នុងដបទឹកមកហើយយើងចងជាការស្រេចហើយប៉ុន្តែយើងយកអាគ្នៀបឈើឬក៏ថ្មអីដាក់គៀបវាឲ្យផុតពីកន្លែងអាចជាហៀងខាងនេះកុំឲ្យវាជាប់អញ្ចឹងឲ្យដីវាចូលរុំចិត្តជុំវិញណាបាទទៅការដោះឬហ្នឹងវាមានប្រសិទ្ធភាពជាងអញ្ចឹងបន្ទាប់ពីសៀតឈើសៀតថ្មឲ្យវាហើបអញ្ចឹងហើយតមកយើងប្រើដីខ្សាច់ក៏បានបាទដីយើងធម្មតាក៏បានដាក់ចូលទៅបាទឬក៏ពុកម៉ែបងប្អូនមានប្រទាលកន្ទុយក្រពើលាបគុលមកខាងដែលយើងបានដាក់ចូលក្នុងហ្នឹងណាបាទលាបមកពេញមកហ្នឹងទៅបាទលាបមកពេញហ្នឹងទៅហើយដាក់ដីចកត់ឲ្យណែនទៅចងខ្សែអញ្ចឹងឲ្យហើយទៅជាការស្រេចឲ្យបងប្អូនបាទហើយចាំបាច់បំផុតគឺអត់ត្រូវឲ្យដបហ្នឹងរូលមកខាងក្រោមទេយើងទុកមេឃនៃបន្លាក្រូចហ្នឹងចងជាប់អញ្ចឹងមកបាទកុំឲ្យវារូលធ្លាក់មកខាងក្រោមណាបាទអញ្ចឹងបន្ទាប់មកទៀតពុកម៉ែបងប្អូនត្រូវចោះបាទចោះគូនេះបាទបើសិនពុកម៉ែបងប្អូនអត់ចោះទេអាហ្នឹងវាអត់ដោះឬទេដោយសារតែវាអត់សោះជាតិទឹកហើយសួរមូលហេតុអីបានមិនដោះឬដោយសារតែវាអាលួយនៅពេលដែលដបយើងនឹងត្រូវពលឺថ្ងៃក្តៅវាក្តៅទឹកខ្លាំងណាហើយវាអត់សោះទឹកនៅពេលដែលរឹសវាចេញបាទរៀងខ្ចីណាវាក្តៅផងអីផងវាទៅជារលួយវិញបើយល់ល្អពុកម៉ែបងប្អូនមិនបាច់ប្រើដីទៅមានវិធីមួយទៀតគឺមិនបាច់ផ្ដោតដីទេដាក់តែទឹកអញ្ចឹងទៅបាទរងចាំទៅវាដោះរឹសក្នុងនឹងតែម្ដងហ្នឹងមិនបាច់ចោះទេបាទតែវិធីនេះត្រូវបាច់ចោះ1 2ទៅបានហើយឲ្យធ្វើម៉េចឲ្យវាហូរទឹកសោះណាបាទអញ្ចឹងបានវាដោះរឹសហើយរយៈពេលនៃការដោះរឹសនេះគឺរយៈពេល2ខែ60ថ្ងៃឥឡូវនេះបានប្រហែលជា55ថ្ងៃហើយនេះរឹសវាខ្ញុំធានាថារឹសច្រើននេះរឹសខាងនេះទៀតជាមួយខ្ញុំថតខាងនោះមើលមានរឹសខ្ញុំថតឲ្យមើលបាទកវ៉ែលឲ្យមើលបាទនេះបាទពុកម៉ែបងប្អូនបាទនេះឃើញហើយបាទនេះគឺជារឹសក្រូចឆ្មាយើងបាទដុះហើយយើងអាចកាត់យកទៅដាក់ថង់បំពន់បានហើយដើម្បីយកទៅដាក់នៅកន្លែងទីតាំងដែលយើងចង់ដាំណានេះក៏រឹសដែរនេះបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនអាចអនុវត្តតាមវិធីនេះបានវិធីនេះគឺងាយទេពុកម៉ែបងប្អូនបាទអត់ចាប់បាញ់ប្រើឧបករណ៍អីផ្សេងទៅនើបអីទេបាទមានរបស់ចិត្តផ្ទះយើងអាចច្នៃចឹងបានគឺជាការល្អមែនទែនការបំបែកពូជដែលយើងចង់បានពូជផ្សេងយកទៅដាំកន្លែងទីតាំងផ្សេងអញ្ចឹងហើយការផ្សំបែបនេះមានបងប្អូនមួយចំនួនធំគាត់ឆ្ងល់ដែរថាចាំបាច់ផ្សំទៅអីគឺយើងបដោះគ្រាប់ធ្វើមិនស្រួលទេបាទវាមានឬកែវឬអីផងបាទការបដោះគ្រាប់វាមិនងាយឲ្យផលទេបងប្អូនណាបើឲ្យផលយើងថែណាបាន3ឆ្នាំកន្លះបានផលណាបាទតែបើយើងផ្សំបែបនេះមួយឆ្នាំកន្លះគឺបានផលហើយដាំក្នុងលូក៏បានក្នុងផើងក៏បានដាំទីតាំងកន្លែងណាក៏បានដែរបាទគឺវាបានផលក្នុងរយៈពេល1ឆ្នាំកន្លះហើយអញ្ចឹងអរគុណជម្រាបលាបាទសង្ឃឹមថាបងប្អូនអាចនឹងស្វែងយល់បន្ថែមបាទជួបគ្នានៅវីដេអូក្រោយកុំភ្លេចជួយ follow ម្នាក់មួយផងបាទអរគុណជម្រាបលា